ស្រួលនឹងការលំបាកនៃការកែផ្ទះឬសាងសង់ផ្ទះថ្មីគឺផ្ទះថ្មីឬក៏ផ្ទះចាស់ដែលយើងទិញបន្តពីគេសម្រាប់រស់នៅនិងការសាងសង់ផ្ទះថ្មីចាប់ពីប្លង់ដែលយើងគូសដោយខ្លួនឯងមានការប្រឹក្សាពីលោកគ្រូតើមួយណាល្អប្រសើរជាងថ្ងៃនេះលោកគ្រូសូមមកបំភ្លឺរឿងនេះឲ្យបានក្បោះក្បាយជាងមុនជំរាបសួរសាជាថ្មីលោកអ្នកដែលបានចូលមកទស្សនាគ្រប់ឃ្លីបដែលលោកគ្រូបានបញ្យល់តាមក្បួនគេអាសាលីវៃហ្វុងជុយនិងសិស្សគុណទាំងអស់ថ្ងៃនេះលោកគ្រូមកបំភ្លឺបន្ថែមអំពីរឿងការសម្រេចចិត្តទិញផ្ទះថ្មីក្តីឬក៏ផ្ទះចាស់បន្តពីគេក្តីសម្រាប់រស់នៅនិងផ្ទះដែលយើងសម្រេចចិត្តទិញដីសាងសង់ផ្ទះដែលមានប្លង់ឲ្យលោកគ្រូជួយពិចារណាកែតើមួយណាប្រសើរជាងការទិញផ្ទះចាស់រស់នៅដីការទិញផ្ទះថ្មីដែលគេមិនធ្លាប់រស់នៅក្តីគឺជាការផ្សងព្រេងដែលមិនច្បាស់លាស់ថាផ្ទះនោះគេធ្វើត្រឹមត្រូវតាមក្បួនគេហសាស្ត្រលីវៃហ្វុងជុយឬអត់អ្នកខ្លះទៅទិញប៉ះផ្ទះដែលមិនរក្សាទ្រព្យអ្នកខ្លះទិញប៉ះផ្ទះដែលច្រាលទ្រព្យអ្នកខ្លះទៀតទិញផ្ទះចំផ្ទះប្រេះទ្រូងដោយលោកគ្រូបានជម្រាបហើយជម្រាបទៀតថាអ្នកដែលដឹងអំពីសុខភាពផ្ទះរបស់ខ្លួនមានតែម្ចាស់ផ្ទះប៉ុណ្ណោះគ្មានអ្នកណាក្រៅពីម្ចាស់ផ្ទះដែលដឹងច្បាស់ជាងគេទេប្តីប្រពន្ធឆ្លោះគ្នារកតែលែងលះគ្នាប្តីប្រពន្ធងងក់មិននិយាយគ្នាកូនប្រុសកូនស្រីមិនស្ដាប់អ្វាទឪពុកម្ដាយកូនប្រុសកូនស្រីរៀនមិនចេះកូនប្រុសកូនស្រីដើរប៉ោឡាយអាវ៉ាសែឪពុកម្ដាយស្ដីបន្ទោសរត់ចេញពីផ្ទះនៅក្នុងផ្ទះមានតែបញ្ហាឆ្លោះទាស់តែងខ្វែងគំនិតគ្នាដែលលោកគ្រូចាត់ទុកថាជាចម្ពោះនៃសុខភាពផ្លូវចិត្តផ្ទះមួយទៀតដែលមានបញ្ហាសុខភាពខាងផ្លូវកាយបញ្ហាសុខភាពផ្លូវកាយវាមានកត្តាទាំងខាងក្នុងនិងខាងក្រៅលោកគ្រូធ្លាប់លើកតួយ៉ាងដូចជាទ្វារជល់គ្នានេះគឺជាបញ្ហាដ៏ធំចណ្ដើរកម្មគូជាបញ្ហាដ៏ធំដែលធ្វើឲ្យយើងមានជំងឺអំពូលភ្លើងនៅក្នុងផ្ទះក៏ជាបញ្ហាឯខាងក្រៅផ្ទះវិញមានត្រង់ស្វូមានខ្សែអូតង់ស្យុងខ្សែអូតង់ស្យុងគេហៅថាខ្សែកម្លាំងខ្លាំងត្រង់ស្វូលាក់អង្តែនទូរស័ព្ទជាបញ្ហាសំខាន់ពាក់ព័ន្ធនឹងសុខភាពទាំងអស់ដំបូលស្រួយពិឃាតភ្នូខ្យល់ពិឃាតពាក់ព័ន្ធនឹងសុខភាពទាំងអស់គឺលោកគ្រូឲ្យយើងធ្វើការតាមដានផ្ទះដែលយើងកំពុងទៅទិញនេះមានបញ្ហាឬអត់ចុះបើសិនជាយើងទិញជ្រុលទៅហើយតើត្រូវធ្វើម៉េចបើសិនជាដាក់ចិត្តជឿលើក្បួនគេហសាស្ត្រលីវៃហ្វុងជុយអញ្ជើញលោកគ្រូទៅពិនិត្យនឹងកែយើងនឹងបានប្រសើរឡើងវិញអញ្ចឹងនិយាយជាសរុបមកក្នុងករណីទិញផ្ទះចាស់ឬក៏ផ្ទះថ្មីដែលគេមិនទាន់នៅគឺចាំបាច់ត្រូវតែពិនិត្យពិច័យបើខុសត្រូវតែកែជាបន្ទាន់បើមិនកែទេក្នុងរយៈពេលតែ2ឆ្នាំ3ឆ្នាំអ្នកដែលទៅរស់នៅនោះនឹងជួបបញ្ហាមុនគេគឺបញ្ហាលុយកាក់បន្ទាប់មកគឺបញ្ហាសុខភាពគឺមិនចង់ចេញទៅរកស៊ីអីទេបូកផ្សំនឹងផ្ទះនឹងខុសធ្វើឲ្យបញ្ហាកើតឡើងក្នុងគ្រួសារប្តីមិនយល់ចិត្តប្រពន្ធឪពុកក្មេងម្ដាយក្មេងឆ្លោះទាស់តែងជាមួយកូនប្រសា
កូនចៅមិនត្រូវជាមួយតាយាយមិនស្ដាប់អាវាតឪពុកម្ដាយទាំងអស់នេះគឺកើតមកពីផ្ទះមិនមែនជាកម្មទេអញ្ចឹងសូមឲ្យយើងយកចិត្តទុកដាក់ឲ្យមែនតែនបញ្ហាផ្ទះមួយទៀតបើសិនជាយើងបានជ្រុលជាទិញទៅហើយប្រញាប់ប្រញាល់កែអ្នកខ្លះដឹងខ្លួនតាន់ក៏អញ្ជើញលោកគ្រូទៅកែទៅអ្នកខ្លះដឹងខ្លួនដែរមាននិស្ស័យបានជួបលោកគ្រូមិនឲ្យត្រូវចាប់ពី50-60%គាត់ថាត្រូវហើយប៉ុន្តែគាត់ចាំរកថវិកាសិនរកអញ្ចេះរកអញ្ចោះចុងក្រោយគាត់ទេមកផ្ទះគាត់ត្រូវលក់អ្វីអស់លីងលុយតកដែលមានល្មមអញ្ជើញលោកគ្រូកាលនោះគាត់បានសារភាពថាបើគាត់អញ្ជើញលោកគ្រូកាលនោះក៏មិនមានបញ្ហាអ្វីដែរអញ្ចឹងសូមឲ្យមានការប្រុងប្រយ័ត្ននៅពេលដែលសម្រេចចិត្តទិញផ្ទះថ្មីដែលធ្វើស្រាប់ផ្ទះចាស់ដែលគេរស់នៅត្រូវមានការប្រុងប្រយ័ត្នពិសេសផ្ទះចាស់បើសិនជាគេលក់ថោកឲ្យយើងមានន័យថាម្ចាស់ផ្ទះនឹងមានបញ្ហាជាមួយផ្ទះនឹងហើយសូមឲ្យធ្វើការកត់សម្គាល់ទី2តកតងទៅនឹងការសាងសង់ផ្ទះថ្មីសាងសង់ផ្ទះថ្មីគឺជារឿងសំខាន់មានអត្ថប្រយោជន៍បំផុតដែលយើងត្រូវគិតពិចារណាឲ្យមែនទែនការទិញដីសាងសង់ផ្ទះថ្មីហេតុអ្វីបានសំខាន់មូលហេតុគឺចាំបាច់ត្រូវឲ្យគេគូប្លង់ឲ្យស្រេចយកមកជូនលោកគ្រូពិនិត្យលោកគ្រូនឹងពិនិត្យមើលថាតើផ្ទះនឹងតាមប្លង់ដែលយើងចង់បាននឹងត្រឹមត្រូវតាមក្បួនគេហសាស្ត្រលីវៃហ្វុងជុយឬអត់បើមិនត្រូវទេគឺលោកគ្រូកែភ្លាមដោយនៅក្នុងឃ្លីបមុនអញ្ចឹងឃ្លីបមុនថ្មីនេះអ្នកស្ដាប់លោកជឿជាក់លើក្បួនគេហសាស្ត្រលីវៃហ្វុងជុយបរិយខតយ៉ាតផ្ទះសាងសង់ឲ្យស្អាតតែគាត់អត់ទិញទេគាត់សារគាត់ដាក់ចិត្តជឿលើលោកគ្រូគាត់អញ្ជើញលោកគ្រូទៅហើយគាត់បានទិញដីក្នុងបរិយហ្នឹងបែរទៅត្បូងចំព្រោះលោកគ្រូប្រាប់ថាទិសត្បូងកើតត្បូងលិចគឺជាទិសល្អប្រសើរបំផុតមានខ្យល់10ទៅ12ខែឲ្យតែចាប់ពីសាកដើមពិសាទៅគឺមានខ្យល់បក់មកហេតុនេះការសាងសង់ផ្ទះប្រសើរជាងទិញផ្ទះថ្មីដែលយើងមិនបានសង់ល្អជាងការទិញផ្ទះចាស់បន្តពីគេក្នុងតម្លៃថោកឬក៏តម្លៃណាមួយអញ្ចឹងការមើលប្លង់គឺជារឿងសំខាន់ដូចជាបរិយខតយ៉ាតអញ្ចឹងសិស្សបានទៅណាទិញដីហើយព្រមព្រៀងជាមួយឲ្យក្រុមហ៊ុនបរិយសាងសង់ក៏ប៉ុន្តែគាត់បានអញ្ជើញលោកគ្រូទៅលោកគ្រូជួយចរចាឲ្យហើយលោកគ្រូរៀបចំជាស្រេចនៅលើប្លង់ហ្នឹងឲ្យត្រឹមត្រូវតាមលំដាក់លំដោយនៃក្បួនគេហសាស្ត្រលីវៃហ្វុងជុយហើយជាស្រេចនេះគឺជាភាពជាក់ស្ដែងហើយការសាងសង់ផ្ទះកាលណាមានគ្រូពិគ្រោះត្រឹមត្រូវមានន័យថាក្បួនគេហសាស្ត្រគេហាក់ប្រែថាផ្ទះសាស្ត្រគឺក្បួនគេហសាស្ត្រនេះគឺមើលតែផ្ទះសុទ្ធសាធហេតុនេះហើយការសាងសង់ផ្ទះសំខាន់នៅពេលដែលសិស្សអញ្ជើញលោកគ្រូឲ្យទៅមើលប្លង់ផ្ទះដំបូងលោកគ្រូនឹងមើលថាតើលំហូរខ្យល់ឬក៏ដង្ហើមនាគវារត់បានស្រួលឬអត់នៅលើប្លង់ហ្នឹងឲ្យស្ថាបនិកគូសកែរហូតទាល់តែត្រឹមត្រូវតាមក្បួនខ្នាតគេអាសាលីវ៉េងស៊ុយទើបលោកគ្រូអនុញ្ញាតឲ្យសាងសង់ហើយការសាងសង់ទៀតសោតនៅពេលដែលបុកគ្រឹះលើកគ្រឹះឡើងក្រវ៉ាត់ក្រោមលោកគ្រូអត់ទាន់ទៅទេនៅពេលដែលឡើងសសររៀបឥតជញ្ជាំងបានខ្លះលោកគ្រូទៅពន្យល់ជាក់ស្ដែងនៅលើប្លង់ដើម្បីទៅចែកជាមួយនឹងស្ថាបនិកឬក៏អ្នកម៉ៅការជាក់ស្ដែងដើម្បីឲ្យយល់គ្នាច្បាស់ថាប្លង់គឺតាមអ្វីដែលលោកគ្រូបានគូសបានវាសបានកែតម្រូវឲ្យកុំឲ្យខុសហេតុនេះហើយការមើលផ្ទះថ្មីត្បិតតែចំណាយពេលយូរជាងការកែផ្ទះស្រាប់ការកែផ្ទះស្រាប់មួយខែពីរខែហើយក៏ប៉ុន្តែការមើលប្លង់ផ្ទះឲ្យគេតាមថែរក្សាការពារផ្ទះឲ្យគេផ្ទះខ្លះលោកគ្រូមើលរហូតដល់ជិត2ឆ្នាំផ្ទះខ្លះលោកគ្រូមើលជាង1ឆ្នាំនៅក្នុងឃ្លីបនេះលោកគ្រូសូមលើកឧទាហរណ៍មកបង្ហាញយើងជាក់ស្ដែងតែម្ដងម្ចាស់ផ្ទះនេះក្មេងគាត់ជឿជាក់លើលោកគ្រូពេលសង់ផ្ទះគាត់រត់មកពឹងលោកគ្រូឲ្យជួយមើលប្លង់ផ្ទះជួយផ្ដល់យោបល់លោកគ្រូសូមបើកវងកញ្ចក់ថាបើសិនជាគ្រូ
គេហសាស្ត្រមិនយល់អំពីទម្រង់នៃប្លង់គឺយើងមិនអាចកែជូនគេបានទេតើតែយើងមានចំណេះដឹងពាក់ព័ន្ធនឹងរឿងនឹងខ្លះទើបយើងអាចកែប្លង់នឹងបានត្រឹមត្រូវអញ្ចឹងកុំឲ្យខាតពេលលោកគ្រូចង់លើកយកវីដេអូចាស់ដែលលោកគ្រូបានចុះបានកែប្លង់រួចហើយឲ្យស្ថាបនិកចាប់ផ្ដើមទៅបុកគ្រឹះសាងសង់កវ៉ាត់ក្រោមឡើងសសរលោកគ្រូចូលទៅដល់បើយើងមើលក្នុងសកម្មភាពនេះគឺជាសកម្មភាពចាស់ដំបូងដែលលោកគ្រូដើរចូលទៅផ្ទះនេះនៅពេលដែលចាប់ផ្ដើមមានសសរនៅឡើយអញ្ចឹងលោកគ្រូទៅជួបជាមួយនឹងស្ថាបនិកលោកគ្រូដើរពន្យល់សពគ្រប់ទាំងអស់ត្រង់កន្លែងណាផ្លូវចូលកន្លែងណាបន្ទប់កន្លែងណាលំហូរខ្យល់នេះកន្លែងណាកន្លែងទុកទ្រាប់កន្លែងណាកន្លែងសល់ទ្រាប់កន្លែងទ្រាប់ស៊ីទ្រាប់សល់លក្ខនឹងលក្ខអញ្ចឹងនៅក្នុងវីដេអូនេះលោកគ្រូបានដាក់ម្ដងរួចមកហើយនៅក្នុងคลิปចាស់ប្រសិនបើអ្នកបានតាមដានคลิปគឺបានឃើញវីដេអូនេះការសាងសង់ផ្ទះនីមួយអាស្រ័យទៅលើផ្ទះតូចធំការហត់នឿយគឺជាភារកិច្ចរបស់គ្រូដែលចាំបាច់ត្រូវតែទទួលខុសត្រូវលើវាសនាអនាគតពិសេសជីវិតរបស់គេដែលគេចូលទៅរស់នៅក្នុងផ្ទះថ្មីដែលលោកគ្រូជាអ្នករៀបចំកែប្លង់ឲ្យគេហេតុនេះការកាន់ប្លង់ផ្ទះកែឲ្យគេគឺជារឿងលំបាកជាងការកែផ្ទះស្រាប់ឬក៏ផ្ទះចាស់ដែលយើងបានទិញបកមកផ្ទះនេះវិញផ្ទះអំបញ្ញមិញដែលលោកគ្រូទៅគឺមានតែគ្រោងឆ្អឹងសសរទេឥឡូវថ្ងៃនេះរយៈពេលជាង1ឆ្នាំផ្ទះនេះបានសាងសង់ជិតរួចហើយគឺ90%ហើយ98 99ហើយអញ្ចឹងលោកគ្រូបានទៅ2-3ដងហើយនេះគឺលើកទី4ដែលលោកគ្រូទៅឆែកមើលទ្វារមើលអីតើត្រូវតាមក្បួនខ្នាតដែលលោកគ្រូកំណត់ដែរឬអត់បើត្រូវតាមក្បួនខ្នាតដែលលោកគ្រូកំណត់លោកគ្រូដកថយមកវិញសិនដើម្បីឲ្យគេធ្វើផ្ទះនោះឲ្យហើយបានលោកគ្រូទៅឆែកបញ្ចប់លើកទី5បង្ហាញអំពីការរៀបចំទីសក្ការៈ4កន្លែងដែលលោកគ្រូតែងតែនិយាយគឺសំខាន់បំផុតទី1ជំនាញផ្ទះទី2ទីសក្ការៈបូជារបស់អង្គបដិមាទី3ទេវតាជំនាញចង្ក្រានពងកញ្ចក់បន្តិចបើអ្នកណាថាមិនអោយដាក់ទេវតាចង្ក្រាននៅកន្លែងចង្ក្រានទេព្រោះវាឆ្អេះឆ្អាបអ្នកនោះគាត់មិនបានរៀនសូត្រគាត់មិនបានយល់ហើយក៏គាត់មិនដែលបានជាប់ខ្សែចិនដែរទី4ទីសក្ការៈដែលធំបំផុតសម្រាប់យើងគឺទីសក្ការៈកុងម៉ាហេតុនេះ4កន្លែងនេះគឺសំខាន់ការរៀបចំផ្ទះឲ្យមានលុយមានកាក់ជារឿងមួយតែការរៀបចំទីកន្លែងឲ្យជួយលើកស្ទួយដល់កម្លាំងរបស់យើងខាងផ្លូវចិត្តគឺ4កន្លែងដែលលោកគ្រូរៀបចំមួយមិញនេះឯនេះហើយលោកគ្រូសូមបញ្ជាក់ថាផ្ទះមិនមែនជារឿងធម្មតាសាមញ្ញទេការសាងសង់ផ្ទះតាមការស្រឡាញ់គ្រោះថ្នាក់ជាងការសាងសង់ផ្ទះដែលយើងបានរៀបចំមានគ្រូមានម៉ណែនាំត្រឹមត្រូវមូលហេតុបើខុសតែបន្តិចទ្រព្យសម្បត្តិទាំងប៉ុន្មានដែលយើងបានរកមកគឺអស់រលីងដោយមិនដឹងខ្លួនអញ្ចឹងការរៀបចំផ្ទះលោកគ្រូបែរមកវិញលោកគ្រូសូមបញ្ជាក់ហើយបញ្ជាក់ទៀតថាការរៀបចំផ្ទះការសាងសង់ផ្ទះគឺត្រឹមត្រូវល្អនឹងជួយឲ្យយើងមានសុខភាពផ្លូវចិត្តសុខភាពផ្លូវកាយក៏ប៉ុន្តែលោកគ្រូចង់បញ្ជាក់ថាការសាងសង់ផ្ទះថ្មីល្អជាងថ្ងៃនេះដើម្បីកុំឲ្យវែងលោកគ្រូសូមបញ្ចប់คลิปត្រឹមនេះសូមអរគុណសូមជម្រាបលា